សូមស្វាគមន៍មកកាន់ Cambodia Flash News មជ្ឈមណ្ឌលផ្ដល់ព័ត៌មានទេសចរខេត្តស្ទឹងត្រែងគឺជាកន្លែងដ៏សំខាន់មួយក្នុងការផ្ដល់ព័ត៌មានពីតំបន់ទេសចរមជ្ឈមណ្ឌលនេះមានតួនាទីជាផ្នែកមួយក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរធនធានធម្មជាតិវប្បធម៌និងសេវាកម្មទេសចរនានាដើម្បីជួយឲ្យភ្ញៀវទេសចរទទួលបានព័ត៌មានត្រឹមត្រូវនិងងាយស្រួលក្នុងការធ្វើដំណើរជាពិសេសក្នុងការចង់ទៅកម្សាន្តនៅតំបន់ណាមួយក្នុងខេត្តស្ទឹងត្រែងខេត្តស្ទឹងត្រែងជាតំបន់ដែលមានធនធានធម្មជាតិពិសេសដូចជាទន្លេមេគង្គទន្លេសេសាននិងទន្លេសេកុងដែលបង្កើតជាទេសភាពដ៏ស្រស់ស្អាតនិងសមស្របសម្រាប់អភិវឌ្ឍទេសចរបែបអេកូនិងធម្មជាតិលើសពីនេះខេត្តមានតំបន់សម្បូរបែបនៃជីវៈចម្រុះនិងទីតាំងទេសចរធម្មជាតិដូចជាទឹកជ្រោះសត្វព្រៃនិងតំបន់ដីសើមដែលមានសារៈសំខាន់ជាលក្ខណៈអន្តរជាតិដែលទាក់ទាញភ្ញៀវទេសចរមកស្វែងយល់និងសម្រាប់កម្សាន្តជាពិសេសគឺគ្រប់រដូវកាលពលគឺរដូវប្រាំងក៏ដូចជារដូវកាលបៃតងអគារមួយដែលបានកែច្នៃឲ្យមានភាពស្រស់ស្អាតក្រោមគំនិតដូចផ្ដើមរបស់លោកអនប៉ោសឿនប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែងមណ្ឌលផ្ដល់ព័ត៌មានទេសចរខេត្តស្ទឹងត្រែងបានដាក់មន្ត្រីប្រចាំការជាអចិន្ត្រៃយ៍ក្នុងគោលបំណងផ្ដល់សេវាកម្មផ្ដល់ព័ត៌មានជូនភ្ញៀវការផ្ដល់ផែនទីទេសចរព័ត៌មានអំពីគោលដៅទេសចរការណែនាំអំពីសេវាកម្មស្នាក់នៅអាហារនិងដំណើរកម្សាន្តផ្សេងៗជាមួយគ្នានោះក៏ដូចជាការចូលរួមជំរុញទេសចរសហគមន៍និងអភិវឌ្ឍទេសចរដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាននិងការពារបរិស្ថានតាមរយៈសកម្មភាពផ្សព្វផ្សាយនិងសេវាកម្មព័ត៌មានដ៏មានប្រសិទ្ធភាពផែកមន្ទីរទេសចរមជ្ឈមណ្ឌលនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចររបស់ខេត្តស្ទឹងត្រែងឲ្យក្លាយជាគោលដៅទេសចរថ្មីមួយដែលមានភាពទាក់ទាញនិងមានសក្តានុពលខ្ពស់នៅភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាម្យ៉ាងទៀតការបង្កើតអគារនិងដាក់មន្ត្រីប្រចាំការនេះឡើងក៏ជាការជំរុញទៅដល់វិស័យទេសចរដែលជាវិស័យស្នូលដ៏សំខាន់មួយឲ្យដើរទៅមុខជឿនលឿនស្របតាមការអភិវឌ្ឍដែលមានឯកឧត្តមសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងដែលនៅពេលសប្តាហ៍ថ្ងៃនេះកំពុងតែខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាក់ស្ដែងនៅលើទឹកដីនៃខេត្តស្ទឹងត្រែងនាពេលបច្ចុប្បន្ននេះសមិទ្ធផលអភិវឌ្ឍជាច្រើនត្រូវបានកែសម្រួលធ្វើយ៉ាងណាឲ្យមានសោភ័ណភាពនិងដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិក្រោយពីមានអគារមជ្ឈមណ្ឌលផ្ដល់ព័ត៌មានទេសចរខេត្តស្ទឹងត្រែងកែសម្រួលសោភ័ណភាពឲ្យមានភាពទាក់ទាញនិងស្រស់ស្អាតមកនោះក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីឯកឧត្តមហូតហៈរដ្ឋមន្ត្រីក្រសួងទេសចរដែលលោកបានអញ្ជើញមកទស្សនាដោយផ្ទាល់ទៀតផងខណៈពេលដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរកំពុងទស្សនាសរសើរអំពីការរៀបចំផ្សេងៗនៅក្នុងបន្ទប់ដែលមានផ្ទាំងព័ត៌មានអំពីសក្តានុពលទេសចរនិងថែមទាំងជំរុញទៅដល់បណ្ដាមន្ទីររាជធានីខេត្តដទៃទៀតត្រូវធ្វើយ៉ាងណាជំរុញដល់វិស័យទេសចរឲ្យកាន់តែខ្លាំងឡើងថែមទៀតវិស័យទេសចរគឺជាវិស័យអាទិភាពមួយដែលជួយរុញឃើញសេដ្ឋកិច្ចឲ្យប្រជាពលរដ្ឋក្នុងសហគមន៍និងប្រទេសជាតិទទួលបានប្រាក់ចំណូលប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលសហគមន៍រីកចម្រើនក៏ជាផ្នែកមួយសម្រាប់បន្ទុកដល់ប្រមុខរាជរដ្ឋាភិបាលផងដែរអរគុណសម្រាប់ការតាមដាន Cambodia Flash News